កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យកាលពីរសៀលថ្ងៃទី5ខែមិថុនាឆ្នាំ2026បានចុះបង្ក្រាបក្លឹបបុកប៊ីយេមកល័យដែលលួចបង្កប់លបែងស៊ីសងខុសច្បាប់ស្ថិតនៅភូមិប្រែកតានូសង្កាត់ចាក់អង្រែលើប្រតិបត្តិការទ្រង់ទ្រាយធំនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកខួងស្រេងប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោកសេងគុណអភិបាលខណ្ឌមានជ័យបានបញ្ជាក់ថាបន្ទាប់ពីទទួលបានព័ត៌មានពីក្លឹបបុកប៊ីយ៉េខាងលើថាមានលួចបង្កប់លបែងស៊ីសមខុសច្បាប់លោកបានដឹកនាំកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរចូលទៅបង្ក្រាបភ្លាមតែម្ដងដើម្បីទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានជាលទ្ធផលនៃប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប29នាក់ក្នុងនោះមានជនជាតិចិន11នាក់ជនជាតិភូមាម្នាក់និងជនជាតិខ្មែរ17នាក់ជាមួយគ្នានោះវត្ថុតាមមួយចំនួនដែលពាក់ព័ន្ធនឹងល្បែងស៊ីសងក៏ត្រូវបានដកហូតផងដែរបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាំងទាំងអស់ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីបន្តនីតិវិធីច្បាប់